តាមការស្បែករឿងនេះបងប្រុសខ្ញុំជាអ្នកទិញមកខ្ញុំខំសង្ឃឹមថាពេលដែលផ្កាវាទុំទៅមានគ្រាប់ពូជសម្រាប់ដាំបន្តទៀតហើយតែដល់ទៅពេលផ្កាវាទុំបែបផ្កាវាមើលទៅគ្មានគ្រាប់សម្រាប់ឲ្យធ្វើពូជសោះអស់សង្ឃឹមរលីងហើយថាបានពូជផ្កាស្បែករឿងយកមកដាំបន្តហើយឥឡូវដាំផ្កាក៏ខូចអស់ដែរបានពូជយកទៅដាំក៏បានផាងយកទៅដាំផ្កាថ្មីដែរឥឡូវយកផាងផ្កាពីរនេះយកទៅរៀបចំដាក់ដាំផ្កាថ្មីសិនព្រោះរងចាំយូរហើយរមើលតែផាងណាតនេអាបានដាក់ដាំថ្មីទេផាងពីរនេះកុំទៅនៅចាំចង់បានគ្រាប់ផ្កាយកទៅដាំទេកុំអីត្រូវដកដាំថ្មីតាំងពីយូរហើយតែចាំឲ្យអត់ន័យព្រោះផ្កាអត់មានគ្រាប់យកទៅដាំកើតខំចាំឲ្យផ្កាទុំឡើងស្វិតដើមអស់ហើយនៅបន្តស្រោចទឹករងថ្ងៃខាត់តែពេលខាត់តែទឹកអត់អំពើបើផ្លាស់ដាក់ផ្កាដាំថ្មីតាំងពីយូរត្រូវបានផ្កាតាំងបានពេលមានផ្កាទុំដបងអត់បានពិនិត្យមើលទេថាមានគ្រាប់អត់ខំទុកថាមានផ្កាទុំបានច្រើនបានពូជច្រើនដាំតើលើមអីទេយកផាងវាពីរហ្នឹងយកមកដាំផ្កាថ្មីវិញក៏បានដែរដីចាប់ពីមុននៅក្នុងផាងហ្នឹងខ្ជិលចាក់ចោលដាក់លាយដាំដែរទៅព្រោះអីឃើញដីកាមរៀងល្អដែរបើចាក់ចោលទៅស្ដាយណាមួយដីហ្នឹងដាំដើមផ្កាបានតរយៈពេលខ្លីហ្នឹងគិតថាប្រហែលជានៅមានជីជាតិច្រើនអាចដាំបានទៀតហើយខ្ញុំលាយដីចាស់ជាមួយដីថ្មីម្នាក់ពាក់កដាលតែពេលលាយទៅឃើញថាដីហ្នឹងដូចជាស្ទើខ្លាចថាដាក់ដាំទៅអត់ពេញផាងទាំងពីរហ្នឹងវិញអញ្ចឹងក៏ទៅកាប់បាច់គោពីក្រលគោប៉ាយកមកដាក់បន្ថែមបែបហ្នឹងបានបន្ថែមជីទៀតផងព្រោះដីមុនហ្នឹងលាយតែដីចាស់ជាមួយដីថ្មីហ្នឹងលាយរួចដល់ពេលដែលត្រូវទៅរកមើលដើមផ្កាយកមកដាំហើយមុននឹងរៀបចំដីដាក់ផាងដាំថ្មីហ្នឹងអង្គុយគិតរួចហើយថាផាងហ្នឹងគួរដាក់ផ្កាអីព្រោះផាងហ្នឹងមានមកគូចង់ដាក់ផ្កាដាំឲ្យដូចគ្នាចៃដន្យអីមានផ្កាចន្ទុះក្រៀមផ្អឺនេះតំណងដាក់ផាងនឹងដែរល្មមបដូរដាក់ផាងថ្មីព្រោះផាងចាស់នេះរៀងយាយយ៉ាបន្តិចចៃតាមពិតទៅគ្នាត្រូវដោះបានល្អទេតែអត់បានមើលថែដាក់នៅក្រោមនឹងដុសប្រឡូកមកដឹងតែទាក្អួអស់ហើយខ្ញុំនេះមិនស្មានថាវានៅរស់ទេគិតតែវាងាប់បាត់ហើយក៏ឈប់ស្រោចទឹកតែយូរបានត្រូវទឹកម្ដងដោយសារតែខ្ញុំស្រោចផ្កាក្បែរនឹងដែរឃើញដុសប្រឡូកមកថ្មីឥឡូវធ្វើម៉េចកុំឲ្យវាដាច់ពូជយកវាយកទៅដាំឲ្យបានស្អាតឲ្យហើយម្ដើមនេះក៏ផ្កាចន្ទុះដែរអត់មានផាងដាក់វាក្នុងកែវជ័រដាក់មករាប់ខែហើយដុសបានតែប៉ុណ្្នឹងឯងឥឡូវយកវាយកទៅដាក់ផាងថ្មីឲ្យដុសលូតលាស់បានល្អគេដែរមើលតែពីគុំហ្នឹងគ្រប់គូដាំល្មមសង្ឃឹមថាដូរដាក់ផាងថ្មីហើយអាចចេញផ្កាគេព្រោះដើមពីរដែលដាំនេះមិនទាន់ដែលបានឃើញមានផ្កាទេបានអីគ្នាចេញផ្ការួចបើដាំចឹងហ្នឹងហើយពុយផ្កាហ្នឹងម៉ែខំសុំពីផ្ទះអ៊ំយកមកឲ្យដាំទៀតបើដាំបានហ្នឹងខ្លាចថាម៉ែឈប់ដើររកពុយផ្សេងយកមកឲ្យដាំព្រោះដើមផ្កាដើមប្រទាលនៅផ្ទះភាគច្រើនណាសត្វម៉ែជាអ្នករកពុយយកមកឲ្យទេព្រោះខ្ញុំនៅតែផ្ទះបានអីតែមានពុយថ្មីយកមកដាំមកតើទៅដូចម៉ែគាត់ទៅលេងផ្ទះអ្នកនេះអ្នកនោះគាត់ឃើញដើមណាស្អាតគឺគាត់សុំមកហើយមានដើមខ្លះគាត់កាន់តាំងពីខេត្តសៀមរាបយកមកឲ្យដាំដល់តាកែវគាត់ធ្វើដើមម្លឹងហើយខ្ញុំអ្នកដាំនេះខ្លាចតែដាំរស់ដាច់ពូជរបស់គាត់ទេចឹងហើយបានជាដើមផ្កាឬដើមប្រទាលអស់ហ្នឹងខ្ញុំដាំធ្វើម៉េចឲ្យបាន2ផើងបើងាប់មួយនៅសល់មួយធ្វើម៉េចកុំឲ្យដាច់ពូជឥឡូវដើមផ្កាដាំរួចរាល់ហើយដាំប៉ុណ្ណេះហើយដឹងតែដុះបានល្អប៉ុន្តែរមើលកន្លែងដាក់សិនលែងហ៊ានដាក់ផ្ទាល់នៅដីទៀតហើយវទាក្អួអស់ទៀតតើទៅរកដុំឈើយកមកដាក់ប៉ុណ្ណឹងហើយនៅមិនឈ្នះរឿងមន់ទៀតស្រួលឡើងតកាយទៅដល់លើដុំឈើនឹងទៀតគិតទៅខ្ញុំដាំបន្លែដាំផ្កាមិនសូវបានក៏ដោយសារតែមន់ទានឹងច្រើនណាស់ដែរដាំផ្កាខ្ញុំកំពុងតែល្អមន់ទាកំតិចតែមួយផ្លែតែតិចអស់ខ្ញុំដាំប្រហែលដងក៏មិនឈ្នះដែរខំបដូរកន្លែងយកទៅដាក់នៅកន្លែងថ្មីក៏វានៅតែតាមចិត្តតាមកាយដល់តែគិតទៅខ្លួនឯងនេះដូចជាស៊ូដល់ហើយខ្ញុំអ្នកដាំមន់អ្នកកាយមន់កាយខ្ញុំដាំប្រកួតប្រជែងគ្នាដល់ហើយរាល់ថ្ងៃនេះគ្មានអ្នកចាញ់គ្មានអ្នកឈ្នះទេបដូរផាងផ្ការួចរាល់ហើយប៉ុន្តែអត់តន់ចាប់ទេសុំទៅដល់បកគោលមួយនេះចេញសិនបកគោលហ្នឹងចង់ដកតាំងពីឆ្នាំមុនប៉ុន្តែដកអត់រួចដល់តែមុនហ្នឹងដាំផ្កាក្បែរហ្នឹងងើបដើរចុះដើរឡើងបុកមកទំហឹងបាក់បកគោលល្មមដល់អញ្ចឹងឆ្លៀតដកចេញឲ្យហើយទៅអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយ